តតគ្នាធ្លាប់តែខ្វៀលកបីដេកនៅខ្ទូមស្រែមានអីដល់ពេលថ្ងៃនេះខ្ញុំនាំទៅគេងនៅឯភ្នំត្បៃរីសតដេកសិតតែបន្ទប់មានម៉ាស៊ីនត្រជាក់ហើយនិយាយពីម្ហូបវិញគឺថាកំងច្រើនខ្លាំងមែនទែនសិតសឹងតែជាម្ហូបឆ្ងាញ់ទាំងអស់និយាយពីថាតតវិញគឺសប្បាយចិត្តខ្លាំងមែនទែនហូបផងញឹមញែមផងហូបបាយបណ្ដើចែកគ្នាបណ្ដើពីរឿងកាលពីនៅកុមារភាពខ្ញុំពិតជាទទួលបានអារម្មណ៍មួយដែលពិបាកពិពណ៌នាដោយពាក្យសម្ដីដោយសារតែលុបលុនពេកមន់មួយអាមុក2ហើយគ្នា2នាក់ហើយមកឆា2កែវទៀតឥឡូវចង់និយាយទៅខ្ញុំបានទៅរត់តត់នៅឯផ្ទះប៉ុន្តែខ្ញុំក៏ដឹងដែរថាតត់មិនដែលនៅផ្ទះទេគឺគាត់រវល់ទៅខ្វៀលកបីរបស់គាត់ហើយខ្ញុំក៏បានមកដល់ស្រែពេលនោះខ្ញុំក៏បានប្រាប់គាត់ថាឥឡូវខ្ញុំចង់នាំគាត់ទៅកន្លែងមួយហើយក៏បានប្រាប់គាត់ឲ្យចង់កបីចង់អីដែរទៅព្រោះថាថ្ងៃក៏ចាប់ផ្ដើមល្ងាចទៅហើយទម្រាំនឹងរៀបចំខ្លួនរួចគឺម៉ោង4បាត់ទៅហើយក្រោយមកពួកយើងក៏បានបន្តដំណើរចេញពីទីរួមស្រុកគូលែនដើម្បីទៅកាន់ភ្នំត្បៃរីសតតែយើងចេញដំណើរបានតែបន្តិចទេមេឃភ្លៀងយើងត្រូវចូលជ្រកសិនក្រោយពីមេឃឈប់ភ្លៀងពួកយើងក៏បានបន្តដំណើរទៅកាន់រីសតតែម្ដងប៉ុន្តែទម្រាំនឹងដល់រីសតគឺម៉ោង5បាត់ទៅហើយខ្ញុំមកដល់ខ្ញុំក៏បានតាក់ទងទៅកាន់បងស្រីដែលជាម្ចាស់ភ្នំត្បៃរីសតមកបុគ្គលិករបស់គាត់ក៏បានមកដល់និយាយទៅគឺសេវាកម្មគាត់លឿនខ្លាំងមែនទែនក្រោយមកបុគ្គលិករបស់គាត់ក៏បានអញ្ជើញយើងទៅមើលកន្លែងសម្រាកយប់នេះតែម្ដងវ៉ាវធំណាស់បងប្រុសក៏ជូនមកមើលកន្លែងដែលត្រូវសម្រាកល្ងាចនេះអូបន្ទប់ទឹកស្អាតណាស់នេះបន្ទប់អូនៅខាងលើមួយជាន់ទៀតអូស្អាតហើយណាយោអត់ដេកទៅស្បាយណាស់ពូនអើយក៏រសជាតិហើយយោគឺសបាយអស់លើកទី1ហើយអូសេតិជាទៀតបងប្អូនស្គាល់ឋានសួគ៌ហ៎យ៉ាឡូជួយធ្វើអីខ្ញុំនិយាយទូរស័ព្ទចេញពីអី17 Pro Max ពួរទៅក្រូចទៀតនេះនៅបងលេ trip គឺមិនពើងឹតបាត់តែគេសចំភ្ញាក់មិញអូសាប់មើលឈុតជប៉ុនចមយ៉ាអង្គុយសុំដូចកូនសិស្សតាមួយនោះមិនទៅហីវីដេអូនេះផងដែរខ្ញុំបាទពិតជាអរគុណទៅកាន់បងស្រីបងប្រុសដែលជាម្ចាស់ភ្នំត្បៃរីសតណាដែលបានបាទគាត់ free ទាំងកន្លែងគេងគាត់ free ទៅរបស់ញ៉ាំហើយថ្ងៃនេះហើយបានធ្វើឲ្យខ្ញុំស្គាល់រសជាតិអាមុកលើកដំបូងហើយក៏កំងមន់មួយហូប2នាក់សម្លាញ់តែម្ដងវ៉ាយ៉ាងណាឆ្ងាញ់រសជាតិអេមឥឡូវនេះយើងមកសាកមើលមច្ឆាភ្នំត្បៃរីសតមួយសិនដើម្បីថាឆ្ងាញ់ណាឆ្ងាញ់ដូចគេថាមែនបងប្អូននៅក្នុងវីដេអូនេះខ្ញុំចង់និយាយដើមបងស្រីដែលជាម្ចាស់ភ្នំត្បៃរីសតបន្តិចចុះតែបងប្អូនយើងជួយលាក់គ្នាកុំឲ្យលឺដល់គាត់ខ្ញុំមកហ្នឹងគឺគេង free ហូប free ទេប៉ុន្តែមិនដែរណាមក take care ភ្ញៀវដូចភ្ញៀវ VIP អញ្ចឹងបងប្អូនគាត់តែកំងអីហូបហើយគាត់ឆាតមកភ្លាមឆាតសួរថាយ៉ាងម៉េចដែរអូនឆ្ងាញ់អត់មានអីចង់កែតម្រូវអត់មានអីចង់យកបន្ថែមអត់ដល់ថ្នាក់ខ្ញុំក្រែងចិត្តមែនតើជាមួយពួកម៉ាក់ខ្ញុំគាត់ take care ភ្ញៀវនិយាយទៅ take care ដូចខ្ញុំនឹង VIP អីអញ្ចឹងបើនិយាយពីបុគ្គលិករបស់គាត់វិញសូម្បីតែមន់ដល់បងប្អូនកំងតែមក play ទេបានទៅសេវាកម្មរបស់គាត់គឺលឿនខ្លាំងសាហាវមិនបាច់មើលណាឆ្ងាយបងប្អូនមើលតែមេរបស់គាត់ធ្វើគៀបភ្ញៀវប៉ុណ្ណឹងបើនិយាយពីបុគ្គលិករបស់គាត់ទៀតមិនបាច់និយាយបដ ாய் ដើម្បីស្រួលឲ្យពោគេមកចេញមកទៅចេញឡៅទេលៀងអូវ៉ាវនេះបន្ទាប់ពីយើងដូរកៅអៅហើយជុំអូប
មិនត្រឹមតែហៅមកគេងហូបចុកមិនយកលុយហើយថែមទាំងមានអំណោយត្រឡប់ទៅវិញទៀតហើយគាត់បានយកអំណោយទាំងនេះគឺមកឲ្យខ្ញុំដើម្បីឲ្យខ្ញុំចាត់ចែងទៅតាមលទ្ធភាពជាក់ស្ដែងអញ្ចឹងការចែកអំណោយខ្ញុំនឹងផលិតនៅវីដេអូមួយទៀតហើយគាត់ក៏បានមួយកញ្ចប់ដែរហើយថែមទាំងមានថវិកាមួយចំនួនក្រោយមកពួកយើងក៏បានហូបអាហារពេលព្រឹកបន្ទាប់ពីហូបអាហារពេលព្រឹកហើយពួកយើងក៏បានត្រឡប់មកផ្ទះវិញនេះគឺជាលើកដំបូងរបស់ពួកខ្ញុំហើយសង្ឃឹមថាមិនមែនជាលើកចុងក្រោយតែចុះសង្ឃឹមថាលើកក្រោយនឹងបានជួបគ្នាទៀតអរគុណច្រើនព្រមទាំងរីសតជួបគ្នានៅឱកាសក្រោយអរគុណជម្រាបលា